តែពិតខ្ញុំធៀមខ្លួនអ្នកទាំងអស់គ្នាខ្ញុំធៀមខ្លួនរហូតសម្រាប់ការវិលត្រឡប់មកវិញប៉ុន្តែគ្រាន់តែថាពេលខ្លះរៀងមមាញឹកនឹងការងារខ្លះហើយមួយទៀតខ្ញុំគិតថាខ្ញុំចង់វឹកហាត់ការដើរឲ្យខ្លាំងជាងនឹងទៀតការដើរ catwalk ការដើរអីនោះឲ្យខ្លាំងជាងនឹងទៀតចាំយើងចូលមកមានអ្វីដែលប្លែកសម្រាប់ fan អស់គ្នាមកគាត់ថាចេះមករយៈប្រហែលជាខ្ទង់3ឆ្នាំចុងក្រោយនេះគឺខ្ញុំអត់សូវបានវឹកហាត់ខ្លួនឯងសម្រាប់ការដើរម៉ូដសម្រាប់ការដើរ catwalk អីចឹងណាហើយយើងរវល់លើការថតច្រើនពេកអញ្ចឹងយើងអត់តន់តែឌីខ្ញុំគិតថាអត់តន់តែឌីយើងអត់តន់ comeback គេព្រោះខ្លាច fan ខ្លះគាត់អន់ចិត្តថាបងមិន comeback ទេបងឯងអត់មានអីប្លែកអញ្ចឹងណាអញ្ចឹងចង់ថាអូរៀងដកខ្លួនរៀងតលេបន្តិចវឹកហាត់ខ្លួនឯងបន្ថែមឲ្យ comeback មកគឺឲ្យ fan អស់គ្នាចុកចិត្តហ្មងបាទមានសួរអូនបាទជីដំបងសូមណែនាំខ្លួនប្រជាជនសួរដល់ទុនជនបានជំរាបសួរនាងខ្ញុំលីលីយ៉ាកាអ្នកទាំងអស់គ្នាក៏សបស្គាល់ខ្ញុំពីមុនមកហើយខ្ញុំអតីតជាបបរកញ្ញាតែបច្ចុប្បន្ននេះគឺយើងជាinfluencer ជាមួយនឹងអ្នក promote បាទហើយក៏ជា model ដែរបាទការងារឥឡូវរវល់ខ្លាំងអូនព្រោះថាយើងមានថៃថតខ្លួនឯងច្រើនទៅរវល់បងការងារឥឡូវគឺរវល់ខ្លាំងផ្នែកខាង promote ផលិតផល promote product អញ្ចឹងណាបងអញ្ចឹងគឺមិនមានយកប្រហែលថ្ងៃហ្មងបាទការងារច្រើនរវល់ច្រើនអូនអាចចែករំលែកតិចទៅនឹងការថែទាំសុខភាពសម្រស់របស់យើងបាទមានវិធីសាស្ត្រក្នុងការថែខ្លួនយើងសាឡូនឬស្រស់ស្អាតអញ្ចឹងបាទវិធីសាស្ត្ររបស់ខ្ញុំគឺហាត់ប្រាណបងយើងមានការហាត់ប្រាណហើយគ្រាន់ថាខ្ញុំភាគច្រើនខ្ញុំជួយចិត្តញ៉ាំទឹកពេលមុនចូលគេហើយក្រោយពីគេគឺជិះរាល់ថ្ងៃហ្មងអាហ្នឹងធ្វើឲ្យចឹងថាសុខស្បែកយើងវាភ្លឺថ្លាល្អហើយជាមួយនឹងការចាំថាការរំលាយអាហារអីបានល្អប្រព័ន្ធរំលាយអាហារយើងដំណើរការល្អចា៎បាទអរគុណណាស់សូមបើកវងកញ្ចក់ថយក្រោយបន្តិចបាទរងថ្ងៃជា influencer បាទជា model ជាក៏អ្នក promote ច្រើនមែនតើបាទបែងចែកពេលវេលាមិនដែរឬក៏យើងបែងចែកទៅតាមជាក់ស្ដែងថាគេដាក់ការងារមកអញ្ចឹងណាសម្រាប់ការបែងចែកនេះបងភាគច្រើនយើងមាន schedule ដោយសារពួកគាត់ក៏អត់សូវបខំរបៀបថាការងារភ្លាមដែរគាត់មាន schedule ថាថ្ងៃនេះបងថតថ្ងៃនេះបានអត់អញ្ចឹងទៅដល់ពេលថ្ងៃណាយើងថារវល់ទៅយើងលើកថ្ងៃមួយទៀតអីចឹងណាបាទពេលខ្លះយើងនិយាយឆ្លៀតដែរមួយថ្ងៃយើងថតពីប្រដាក់ចូលគ្នាហ្មងអូខេបាទនៅចំណេញពេលបាទអូខេសូមចូលសំណួរសំខាន់តែម្ដងបាទតើអូនគិតថានឹងវិលត្រឡប់មកវិញជាមួយនឹងវិស័យប្រកួតសម្រស់ដែរទេយីមែនសំណួរហ្នឹងគឺថ្ងៃហ្នឹងគឺសួរច្រើនគ្នាខ្លាំងមែនតើឥឡូវសួរបាយថាចាបាយគ្រប់ត្រូលឲ្យខ្ញុំចូលមកវិញអត់គ្រប់ត្រូលហ្មងឥឡូវខ្ញុំអ្នកទាំងអស់គ្នាថាមើលមកខ្ញុំឥឡូវថាគ្រប់ត្រូលខ្ញុំបើ comeback ចូលមកវិញអត់បាទតែពិតខ្ញុំធៀមខ្លួនអ្នកទាំងអស់គ្នាខ្ញុំធៀមខ្លួនរហូតសម្រាប់ការវិលត្រឡប់មកវិញប៉ុន្តែគ្រាន់តែថាពេលខ្លះរៀងមមាញឹកនឹងការងារខ្លះហើយមួយទៀតខ្ញុំគិតថាខ្ញុំចង់វឹកហាត់ការដើរឲ្យខ្លាំងជាងនឹងទៀតការដើរ catwalk ការដើរអីនោះឲ្យខ្លាំងជាងនឹងទៀតចាំយើងចូលមកមានអ្វីដែលប្លែកសម្រាប់ fan អស់គ្នាហ្មងបាទអញ្ចឹងបងប្អូនអាចជម្រាបបានថាមូលហេតុដែលយើងអត់តន់ comeback នៅក្នុងពេលនេះដោយសារតែយើងគិតថាចំណាយពេលនៅលើការងារ influencer ច្រើនពេកធ្វើឲ្យយើងអាចនឹងពេចផ្ទាំងខ្លះៗតាក់ទងទៅនឹងវិស័យការដើរបង្ហាញម៉ូដក៏យ៉ាងណាចាបងគាត់ថាចេះមករយៈប្រហែលជាខ្ទង់3ឆ្នាំចុងក្រោយនេះគឺខ្ញុំអត់សូវបានវឹកហាត់ខ្លួនឯងសម្រាប់ការដើរម៉ូដសម្រាប់ការដើរ catwalk អីចឹងណាហើយយើងរវល់លើការថតច្រើនពេកអញ្ចឹងយើងអត់តន់តែឌីខ្ញុំគិតថាអត់តន់តែឌីយើងអត់តន់ comeback គេព្រោះខ្លាច fan ខ្លះគាត់អន់ចិត្តថាបងមិន comeback ទេបងឯងអត់មានអីប្លែកអញ្ចឹងណាអញ្ចឹងចង់ថាអូរៀងដកខ្លួនរៀងតលេបន្តិចវឹកហាត់ខ្លួនឯងបន្ថែមឲ្យ comeback មកគឺឲ្យ fan អស់គ្នាចុកចិត្តហ្មងបាទអូខេឥឡូវបងចង់សុំបញ្ជាក់បន្ថែមបន្តិចថាបងអូននឹងអាចនឹងវិលត្រឡប់មកវិញឬក៏ comeback ប៉ុន្តែគ្រាន់តែថាយើងមិនទាន់ប្រកាសថានៅក្នុងឆ្នាំណាឬក៏ក្នុងកម្មវិធីអ្វីចាអាចក្នុងឆ្នាំហ្នឹងឬក្នុងឆ្នាំក្រោយបាទអូខេអញ្ចឹងចង់មានអ្វីតាមផ្ញើដល់បងប្អូនយើងឬក៏អ្នកគ្រប់គ្រងគាត់តែងតែចង់ឃើញបងស្រីត្រឡប់មកវិញបាទអញ្ចឹងចង់ថាបងអូននឹងត្រឡប់មកវិញច្បាស់ដែរទេហើយអាចនឹងក្នុងពេលណាហើយការត្រឡប់មកវិញយ៉ាងណាដែរចង់ឲ្យគាត់គ្រប់គ្រងបន្តទៀតឬក៏យ៉ាងណាអញ្ជើញបាទចានិយាយទៅក៏អរគុណទៅដល់ fan អស់គ្នាជាពិសេសបងរកម្ចាស់ផលិតផលព្រោះអីបងថ្ងៃនេះគាត់តែគ្រប់គ្រងយើងខ្លាំងបំផុតអញ្ចឹង
អត់មានអីអរគុណច្រើនដែរគឺមានថាសូមឲ្យបងប្អូនគ្នាគ្រប់គ្រងខ្ញុំបន្តទៀតហើយនឹងឆាប់ហ្នឹងអត់យូរអ្នកទាំងអស់គ្នាខ្ញុំនឹង come back មកវិញយកអ្វីដែលថ្មីរូបរាងថ្មីសមត្ថភាពថ្មីមកឲ្យអ្នកទាំងអស់គ្នាឃើញអត់ឲ្យអ្នក fan ខ្ញុំទាំងអស់គ្នាខកចិត្តទេបាទអរគុណច្រើនអរគុណច្រើនអរគុណបងអ្នកគ្នា